លំអិតមុខជំនួញក្រាក់ៗរបស់មហាសេដ្ឋីប្រាក់លានកុកអានអគ្គនាយកក្រុមហ៊ុន Anco Group គឺជាអ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជានិងជាសមាជិកព្រឹទ្ធសភាកូតាគណៈបកប្រជាជនកម្ពុជាតាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី Fox ដែលជាទស្សនាវដ្តីល្បីល្បាញទូទាំងពិភពលោកជំនាញខាងស្រាវជ្រាវក៏ដូចជាស៊ើបអង្កេតនិងចុះផ្សាយពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោកនៅក្នុងឆ្នាំ2018បានបង្ហាញពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីស្រុកខ្មែរចំនួន10រូបក្នុងនោះលោកអុកញ៉ាកុកអានឈរលំដាប់លេខរៀងទី5នៃបញ្ជីអ្នកមានប្រចាំស្រុកខ្មែរដោយលោកមានលុយប្រមាណ$750លានលោកបានចាប់ផ្ដើមមុខជំនួញរបស់ខ្លួនដោយការដោះដូរទំនិញរវាងកម្ពុជានិងវៀតណាមក្នុងទសវត្សរ៍ឆ្នាំ1980ក្រោយមកបន្ថែមមុខជំនួញខាងនេសាទថ្នាំជក់និងកាស៊ីណូនេះបើយោងតាមឯកសារដែលផ្សាយដោយគេហទំព័រ WikiLeaks អ្នកអុកញ៉ាកុកអានឈ្មោះដើមភូកុកអានកូនកាត់ចិនឬចៅចិនកើតនៅខេត្តកោះកុងខែកក្កដាឆ្នាំ1954តាមឯកសារលោកកុកអានបានចូលរៀននៅថ្នាក់វិទ្យាល័យប៉ុន្តែមិនដឹងជាចប់ថ្នាក់ទីប៉ុន្មានទេក្នុងទសវត្សរ៍1980លោកធ្វើជំនួញចេញចូលជាមួយប្រទេសថៃឡង់និងប្រទេសវៀតណាមក្នុងទសវត្សរ៍1990លោកកុកអានចូលរកស៊ីខាងឧស្សាហកម្មនេសាទត្រីបារីថ្នាំជក់ពាណិជ្ជករកុកអានបានទទួលងារអុកញ៉ានៅថ្ងៃទី21ខែមករាឆ្នាំ1995តាមរយៈព្រះរាជក្រឹត្យលេខ0195/04តាមមហាសេដ្ឋីប្រាក់លានកុកអានមានមុខជំនួញក្រាក់ៗប៉ុន្មាននៅក្នុងដៃមួយក្រុមហ៊ុន Anco Aharon Niharon ជាក្រុមហ៊ុនចែកចាយបារីបរទេសពីក្រុមហ៊ុន Singapore United Tobacco ចាប់ពីឆ្នាំ1993មកក្រុមហ៊ុន Anco បងប្អូនចែកចាយបារីថ្នាំជក់ឲ្យក្រុមហ៊ុន British American Tobacco នៅប្រទេសកម្ពុជាជាមួយនឹងទុនវិនិយោគចំនួន$6លានអាមេរិកខណៈក្រុមហ៊ុននេះរកប្រាក់ចំណេញបានរហូត$48លានហើយម្ចាស់ភាគហ៊ុនគឺអ្នកអុកញ៉ាកុកអាន 50% និងឈ្មោះសុកអឹម 50% 2ក្រុមហ៊ុន Crown Resort Co Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ1999ដែលវិនិយោគទៅលើការកាស៊ីណូសន្តាគារនិងការកម្សាន្តជាប់នឹងព្រំដែនប្រទេសវៀតណាមស្ថិតនៅភូមិជ្រៃធំស្រុកកោះធំខេត្តកណ្ដាលក្រោមការបណ្ដាក់ទុនវិនិយោគពីអ្នកអុកញ៉ាកុកអានអស់ទឹកប្រាក់ប្រមាណ$18លានអាមេរិកខណៈចំណូលបានពីការវិនិយោគចំនួន$600លានកាស៊ីណូនេះមានបុគ្គលិកសរុបចំនួន1066នាក់3ក្រុមហ៊ុន Anco Electricity Co Ltd បង្កើតឡើងនៅឆ្នាំ1999បើប្រាស់ទុនវិនិយោគ$4លានអាមេរិកដោយចាប់ផ្ដើមសាងសង់បង្កើតប្រតិបត្តិការនិងរក្សាទម្រង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី22 kV ដែលមានសមត្ថភាព117 មេហ្គាវ៉ាត់ដែលផ្គត់ផ្គង់អគ្គិសនី74ក្រុមហ៊ុន Khmer Electrical Power Co Ltd គឺជាក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយអគ្គិសនីត្រូវបានបង្កើតឡើងក្នុងឆ្នាំ2004ជាមួយទុនវិនិយោគ$25លានអាមេរិកសាក់5រោងចក្រ Ice Cream and Pure Drinking Water 5គួយធនាគារឯកទេស Anco ចាប់ផ្ដើមដំណើរការនៅឆ្នាំ2006ជាមួយទុនវិនិយោគ$25លានអាមេរិកក្រោមបណ្ដាក់ទុនពីអ្នកអុកញ៉ាកុកអានអ្នកអុកញ៉ាកុកអានគឺស្ថាបនិកក្លឹបភ្នំពេញក្រោនបានបង្កើតឡើងនៅឆ្នាំ2001ពលគឺបាន1ឆ្នាំបន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជាបានរៀបចំលីកកំពូលរបស់ខ្លួនសារជាថ្មីម្ដងទៀតបើយោងតាមគេហទំព័រ ankrogorap.com របស់មហាសេដ្ឋីកុកអានបានបង្ហាញនៅតួលេខចំនួនបុគ្គលិកប្រមាណ2500នាក់ដែលកំពុងបម្រើការងារព័ត៌មានថ្មីៗនិងរឿងចម្រូងចម្រាសក្នុងរយៈពេលចុងក្រោយនេះលោកបានជាប់ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនទណ្ឌកម្មពីអាមេរិកកាលពីខែមេសាឆ្នាំ2026ក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើរូបលោកដោយចោទប្រកាន់ថាមានការពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកអនឡាញប៉ុន្តែលោកបានចេញមុខបដិសេធទាំងស្រុងហើយលោកសម្ដែងការសោកស្ដាយដែលអាមេរិកដាក់ទណ្ឌកម្មទាំងដែលលោកមិនចេះរកស៊ីឆបោកអនឡាញកាលពីខែកក្កដាឆ្នាំ2025តុលាការថៃបានចេញដីកាចាប់ខ្លួនលោកក្រោមបទចោទឧក្រិដ្ឋកម្មអនឡាញនិងលាងលុយកខ្វក់ទោះបីជាអាជ្ញាធរកម្ពុជាបានច្រានចោលការចោទប្រកាន់នេះក៏ដោយ